តែទឹកពុះគឺជាតំបន់មួយដែលបងប្អូនមានជំនឿតៗគ្នាថាជាកន្លែងដ៏ស័ក្តិសិទ្ធិបងប្អូនខ្លះមានជំងឺឈឺជើងឈឺដៃឈឺឆ្អឹងឈឺឆ្អែងដើរមិនរួចក៏បានមកត្រាំទឹកនៅទីនេះបងប្អូនខ្លះទៀតក៏បានយកទឹកទៅសម្រាប់ទុកងូតផងដែរតំបន់តែទឹកពុះគឺជាតំបន់ដែលមានលក្ខណៈទាក់ទាញការស្វែងយល់អំពីបុរាណស្ថានអំពីជនជាតិដើមភាគតិចសួយដែលស្ថិតនៅចម្ងាយជាង60គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺពាក់ព័ន្ធទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រតែទឹកពុះនេះមានការនិយាយតៗគ្នាមកថាដើមឡើយមានសេដ្ឋីមួយរូបមានមាសប៉ុនដូងទុំគឺជាអ្នកមានជាងគេប្រចាំតំបន់ទេសេដ្ឋីរូបនោះមានកូន2នាក់ប្រុសមួយស្រីមួយដោយកូនទាំង2នាក់នោះគឺត្រូវបានគាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតមកដល់ធំពេញវ័យដោយកូនប្រុសបានផ្ញើទុកនៅនឹងគេនៅក្នុងភូមិមួយដោយខ្លាចវង្វេងច្រឡំនឹងកូនគេគាត់ក៏បានពាក់កងជើងមាសឲ្យកូនប្រុសរបស់គាត់ដោយបច្ចុប្បន្នភូមិនោះគេបានដាក់ឈ្មោះថារលាក់កជើងពេលកូនធំដឹងក្តីឡើងដោយខ្លាចបាច់ទ្រព្យសម្បត្តិសេដ្ឋីមិនហ៊ានលើកកូនក្រមុំឲ្យទៅនរណាទេទោះមានអ្នកមកដណ្ដឹងក៏ដោយក្រោយមកសេដ្ឋីក៏បានគិតគូរជាមួយប្រពន្ធថាជៀសវាងបែកទ្រព្យសម្បត្តិពុះមាសប៉ុនដូងទុំជាពីរចំណែកមានតែរៀបការឲ្យកូនទាំងពីរដែលជាបងប្អូនដែលបំបែកគ្នាតាំងពីតូចៗគិតគូររួចហើយសេដ្ឋីក៏បានរៀបចំមង្គលការឲ្យកូនទាំងពីរដែលជាបងប្អូនបង្កើតបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើនកកកលើកលែងតែយាយទៃម្នាក់គត់ដែលសេដ្ឋីមិនហៅឲ្យចូលរួមមិនតែប៉ុណ្ណោះសេដ្ឋីថែមទាំងយកក្រពើដែលយាយទៃចិញ្ចឹមមកកាប់ធ្វើជាម្ហូបទុកទទួលភ្ញៀវថែមទៀតផងពិធីមង្គលការនេះប្រព្រឹត្តឡើងនៅថ្ងៃទី15រោចខែពិសាខបានក្លាយជាប្រពៃណីបុណ្យឡើងសំណំរបស់ជនជាតិដើមភាគតិចសួយមកទល់សព្វថ្ងៃនេះបើនិយាយពីលោកយាយទៃវិញក្រោយពីដឹងថាសេដ្ឋីរៀបការឲ្យកូនបង្កើតយកគ្នាជាប្តីប្រពន្ធគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងហើយថ្ងៃចូលរោងលោកយាយទៃមិនបានទៅក្បែរនោះទេយប់ឡើងថ្ងៃចូលរោងដដែលលោកយាយទៃដេកយល់សប្តិឃើញថាយមទូតមកប្រាប់ថាថ្ងៃស្អែកហាមលោកយាយទៃដាច់ខាតមិនឲ្យចូលទៅកន្លែងកិច្ចការទេភ្ញាក់ពីដេកយល់សប្តិលោកយាយទៃភ័យខ្លាំងណាស់នៅក្នុងផ្ទះម្នាក់ឯងមិនចេញទៅណាឡើយលោកយាយទៃបានបួងសួងថាបើគាត់នៅមានជីវិតរស់នៅគាត់នឹងកោរសក់ថ្វាយឲ្យព្រះធរណីនៅក្នុងភូមិដែលលោកយាយទៃរស់នៅទើបភូមិនោះមានឈ្មោះថាភូមិកោរដូងទៃមកដល់សព្វថ្ងៃបើនិយាយពីផ្ទះសេដ្ឋីវិញមនុស្សម្នាមកចូលរួមមង្គលការយ៉ាងច្រើនកុះករពេលពិធីសែនព្រេនបានចាប់ផ្ដើមស្រាប់តែកើតមានអភូតហេតុចម្លែកដោយបរិវេណផ្ទះសេដ្ឋីត្រូវធរណីស្រូបមនុស្សទាំងអស់ចូលទៅក្នុងដីលើកលែងតែលោកយាយទៃម្នាក់គត់ពេលឃើញទិដ្ឋភាពនេះលោកយាយទៃភ័យណាស់ក៏បានរត់គេចចេញពីកន្លែងនោះមកដល់ទីទួលមួយកន្លែងបច្ចុប្បន្នទីទួលនោះក៏បានក្លាយជាតំបន់ព្រៃអារក្សភ្នំទេលោកយាយទៃបានកោរសក់នៅទីនោះតាមនៅអ្វីដែលលោកយាយបានបន់ស្រន់មកដល់ព្រះធរណីនិងបានរស់នៅទីនេះរហូតដល់មានគ្រួសារនិងមានកូនប្រុសមួយក្រោយពីកូនប្រុសកើតប្តីរបស់លោកយាយទៃគាត់ក៏បានទៅបួសជាតាបសនៅលើភ្នំខ្ជួលអរ៉ាល់បានដាក់ឈ្មោះឲ្យកូនគាត់ថាត្រសក់ផ្អែមចំណែកឯកន្លែងទឹកពុះនោះវិញក្រោយពីព្រះធរណីស្រូបអ្នកដែលចូលរួមមង្គលការកូនសេដ្ឋីទាំងអស់ដែលជាជនជាតិសួយកន្លែងនោះស្រាប់តែមានទឹកហូរចេញពីក្នុងដីហើយមានកម្ដៅក្ដៅខ្លាំងរហូតមកដល់បច្ចុប្បន្ននេះបើតាមការរៀបរាប់របស់លោកយាយដែលជាជនជាតិតំណាងជនជាតិសួយភូមិកោរដូងទៃឃុំត្រពាំងជោស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ទៅទេទឹកពុះសម្រាប់ផ្លូវវិញគឺមានទាំងផ្លូវកៅស៊ូនិងផ្លូវលំចុះពីផ្លូវកៅស៊ូទៅមានផ្លូវលំអាចនឹងរៀងឆ្ងាយបន្តិចបើយើងប្រៀបធៀបទៅប្រៀបបានដូចជានឹងជិះមកជុំភ្នំអញ្ចឹងដល់ចុងភូមិគេបង្អស់ផ្លូវលំវាអាចនឹងមានហុយបន្តិចហើយតែផ្លូវអត់ពិបាកណាស់ណាទេសម្រាប់ខែប្រាំងតែបើខែវស្សាអាចនឹងមានផុកមានអីណាបងប្អូនអរគុណបងប្អូនសម្រាប់ចូលទស្សនានៅវីដេអូនេះនៅការសង្ខេបខ្លីៗពីខ្ញុំ